មុនហើយជាបឋមសូមជម្រាបសួរលោកនាយកហើយនឹងគណៈគ្រប់គ្រងហើយអ្នកគ្រូលោកគ្រូនៃសាលាបញ្ញាជនកម្ពុជាមាតាបិតាសិស្សហើយក្រុមទាំងសិស្សសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ដែលបានចូលរួមជាមួយនឹងក្មេងៗដើម្បីជាលោកគ្រូក្នុងការរត់បានតុងហើយក៏ថ្ងៃនេះជាថ្ងៃទី2ដើម្បីវាដែរគឺសិទ្ធិនារីហើយក្នុងការរត់បានតុងនេះខ្ញុំមានចំណាប់អារម្មណ៍ឃើញថាអូនមានការចូលរួមច្រើនហើយមានការសមាជិកវិទ្យាជាខ្លាំងហើយក្នុងដែលខ្ញុំចង់បញ្ជាក់ក្នុងការចូលរួមនេះគឺបង្ហាញពីការសាមគ្គីភាពគ្នាជួយគ្នាការតែរំលែកហើយពីលទ្ធផលដែលទទួលបានក្នុងការចូលរួមនេះខ្ញុំឃើញថាធ្វើឲ្យគ្នាមានភាពសប្បាយរីករាយហើយក៏អាចធ្វើឲ្យគាត់មានសុខភាពល្អក៏ការរកតែការចូលរួមតែនេះហើយការតែងនេះគឺយើងអាចពីភាពសុខភាពរបស់យើងមានគួរហើយក៏យើងអាចដល់ការជាដល់ផលទៅឲ្យអ្នកដែលសិក្សាហើយដែលខ្វះខាតយើងក្នុងការជួយក្នុងរបស់មេយើងនេះដែរហើយខ្ញុំរំពឹងថានឹងមានការចូលរួមហើយនឹងមានការរៀបចំកម្មវិធីនេះជាបន្តទៀតហើយនឹងមានការចូលរួមកាន់តែច្រើនបងប្អូនតាមជាជំនុំសូមអរគុណបាទអរគុណបងសម្រាប់មតិសម្ដែងសម្ដាដ៏ល្អ